ជំរាបសួរប្រិយមិត្តតអានទាំងអស់គ្នាដែលបងប្អូនបានស្គាល់ក្រុមតអានហើយឬនៅបងប្អូនខ្ញុំបានតំណាងឲ្យក្រុមតអានសូមយកវីដេអូមួយដែលនិយាយរៀបរាប់អំពីសកម្មភាពមួយចំនួនដែលយើងខ្ញុំបានធ្វើដំណើរទៅចែកសម្ភារៈសិក្សាដល់សាលាខ្វះខាតនៅតាមទីជនបទហើយដោយសារតែនៅតាមផ្លូវគឺមានភ្នំឡើងពុះបងប្អូនអើយចឹងខ្ញុំជាអ្នកបើកបរបើកសុកក៏លេខទៅក្រោយឃើញលបងនឹងបងប្អូនក្រុមការងារចុះរុញអូអាណិតពិតជាគួរឲ្យកត់ទៅសើមែនបងប្អូនអើយហើយមើលឃើញថាហត់មែនតើដោយសារតែភ្នំខ្ពស់ចឹងរមាក់អត់អាចឡើងបានទេចឹងហើយការធ្វើដំណើរនេះពិតជាពិបាកមែនតើបងប្អូនអើយយើងធ្វើដំណើររយៈពេលយូរហើយធ្វើដំណើរទៅដល់ទីជនបទចិត្តដល់កន្លែងហើយវែងផ្លូវទៀតបងប្អូនអើយជិះមិនដឹងជិះទៅមុខទៀតមានតែបឹងចឹងហើយតាក់តងទៅអត់មានសេវាផងហើយមេឃនឹងចង់ភ្លៀងផងក្រោយពីបានតាក់តងអស់រយៈពេលយ៉ាងយូរបងប្អូនយើងបានធ្វើដំណើរមកដល់កន្លែងមួយហើយដែលយើងចាំបាច់ត្រូវតែឆ្លងដរហើយសកម្មភាពមួយនេះបងដែរបងប្អូនអើយភ័យផងអផងហើយក៏សុបាយផងដោយសារតែវាគឺជាការពេញចិត្តវាគឺជាការលះបង់របស់ក្រុមតោះអានទាំងអស់គ្នាដែលបានរួមចំណែកនៅក្នុងការជួយដល់សង្គមហើយបន្ទាប់ពីរមាក់បានឡើងលើដរហើយបងប្អូនទាំងអស់គ្នាដែលជាក្រុមការងារនឹងបានឡើងលើដរហើយដើម្បីនឹងធ្វើដំណើរឆ្លងបានបងប្អូនអើយមើលនោះយើងត្រូវឆ្លងព្រែកនេះយ៉ាងឆ្ងាយបាទព្រែកនេះវាធំដោយសារខែភាសាទឹកឡើងក្រោយពីបានធ្វើដំណើរនៅលើផ្ទៃទឹកអស់រយៈពេលមួយសន្ទុះក្រោយមកបងប្អូនអើយបើទៅដល់ខាងគឺថាសប្បាយចិត្តយ៉ាងខ្លាំងមែនតើដោយសារតែលោកគ្រូនាយកលោកមេភូមិគណៈកម្មការត្រួតត្រងសាលាគាត់បានអញ្ជើញមកទទួលដោយផ្ទាល់តែម្ដងដើម្បីនាំផ្លូវទៅឲ្យដល់សាលាហើយទៅដល់សាលាបងប្អូនអើយឃើញថាក្មេងៗពិតជាសប្បាយចិត្តមែនតើពួកគេរីករាយនៅក្នុងការដែលទទួលបានហើយលោកគ្រូនាយកមានប្រសាសន៍ថានេះជាលើកទី1ហើយដែលមានសប្បុរសជនចូលទៅចែកសម្ភារៈសិក្សាក៏ដូចជាជួយដល់សាលារបស់គាត់ក្រោយពីបានចែកសម្ភារៈត្រូវបានបញ្ចប់រសៀលក៏បានចូលមកដល់បងប្អូនអើយឃើញថាម្នាក់រៀងបាក់ទឹកមុខហើយពីព្រោះថារៀងប្រលប់ដែរហើយយើងនៅក្នុងព្រៃនៅឡើយនៅតាមដងផ្លូវគឺមានភ្លៀងរាំងខ្លាំងមែនតើបងប្អូនអើយហើយខ្ញុំជាអ្នកបើកបរនេះឃើញថាល្ងាញាប់ផ្លោកតែម្ដងក្រោយពីបានធ្វើដំណើរនៅលើដងផ្លូវដ៏វែងឆ្ងាយម្នាក់ក៏ឃ្លានបាយព្រោះថាល្ងាចទៅហើយក៏ចុះទិញបាយក្រោយពីហូបបាយហើយយើងបានធ្វើដំណើរទៅទៀតក្រោយពីបានធ្វើដំណើរអស់ជាច្រើនម៉ោងពួកយើងក៏បានមកដល់ផ្ទះដ៏ជោគជ័យនៅវេលាម៉ោង 10:30 នាទីយប់ចុងក្រោយបងប្អូនដែលមានបំណងចង់បរិច្ចាគចូលរួមថវិកាដើម្បីទ្រទ្រង់សកម្មភាពដល់ក្រុមការងារតោះអានដែលដាក់សៀវភៅឲ្យអានដោយឥតគិតថ្លៃនៅមាត់ទន្លេក្រុងកំពង់ចាមសូមតាក់ទងមកកាន់ page ក្រុមការងារដែលមានឈ្មោះថាតោះអានសូមអរគុណ